បាទបងប្អូននេះហើយបាទជាក្លឹបលោកគ្រូរីគីបាទបងប្អូនបាទមកសិលមិញនេះបាទសិលថ្ងៃនេះបាទមានការបង្ហោះបាទផុសចេញពីเพจលោកគ្រូបាទរីគីគឺមានសំណេរបាទចំពោះឡុងអាដាហើយបងប្អូនមួយចំនួននោះក៏អត់ទាន់ដឹងបាទពីនៅពីក្រោយបាទឬសាច់រឿងនេះបងប្អូនក៏ខ្លះទៀតក៏ជេរលោកគ្រូរីគីខ្លះទៀតក៏ថាលោកគ្រូរីគីបាទនិយាយរួមទៅមានគេហៅថាខមមិនសូវល្អហើយបងប្អូនខ្លះទៀតទៅក៏គាត់ដឹងសាច់រឿងទៅក៏គាត់ចូលខមមិនពាក្យល្អទៅហើយជាពិសេសគឺរឿងឡុងអាដានេះតែម្ដងបងប្អូនដឹងហើយថាឡុងអាដាមួយរយៈចុងក្រោយនេះធ្វើមិនសូវបានល្អទេមូលហេតុគឺបងប្អូនចង់ដឹងថាមូលហេតុរឿងនៅពីក្រោយនេះមានអីខ្លះទេអញ្ចឹងបងប្អូនមកស្ដាប់បាទគេសម្ភាសខ្ញុំបាទមាននំប៉ាវជាមួយនឹងលោកគ្រូទីគីគឺជាលោកគ្រូធំបាទក្លឹបខ្លារខិននេះតែម្ដងតោះមកទស្សនាវីដេអូពេញទាំងអស់គ្នាអើយលោកគ្រូដើរចុងឆ្នាំនេះមានទាំងរឿងសប្បាយចិត្តនិងរឿងមិនសប្បាយចិត្តបាទឥឡូវសូមសួរលោកគ្រូរឿងមិនសប្បាយចិត្តមុនចុះបាទបាទរឿងមិនសប្បាយចិត្តលោកគ្រូមកសិលមួយថ្ងៃពេលដែលម្សិលថ្ងៃមួយឡុងកដាវាយចប់លោកគ្រូបានបង្ហោះមួយដោយសារឡុងកដាគាត់ស្លាប់បាទហើយមានលោកគ្រូបានបង្ហោះសារមួយតាក់ទងនឹងចង់និយាយថាអាដាមានន័យថាអាដាចេញពីក្លឹបអញ្ចឹងណាបងប្អូនយើងមួយចំនួនគឺគាត់លើកហេតុផលថាដោយសារសិស្សវាយចាញ់ឬក៏យ៉ាងណាបានលោកគ្រូដេញអាដាចេញពីក្លឹបឬក៏គាត់អស់ផលប្រយោជន៍ចំពោះក្លឹបបានលោកគ្រូបដិញឡុងអាដាចេញពីក្លឹបអញ្ចឹងលោកគ្រូជួយបញ្ជាក់នៅកន្លែងនេះតិចមកបងប្អូនបាទជាដំបូងជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតាមពិតតកតងនឹងពាក្យថាកីឡាករអស់ប្រយោជន៍សម្រាប់ក្លឹបគឺក្លឹបខ្លារខិនអត់មានមួយឃ្លាហ្នឹងទេគ្រប់កីឡាករទាំងអស់គឺមានផលប្រយោជន៍គឺមានគេហៅថាមានចំណែករបស់ក្លឹបគ្រប់កីឡាករទាំងអស់គឺជាចំណែករបស់ក្លឹបខ្លារខិនតាំងពីអ្នកចូលហាត់រហូតទៅដល់អ្នកកីឡាករ grade A ក្នុងក្លឹបបាទអញ្ចឹងគឺអត់មានកីឡាករណាអត់មានផលប្រយោជន៍ទេសិតតែជាកីឡាករដែលមានផលប្រយោជន៍ទាំងអស់គ្រាន់តែថាឡុងអាដាក្លឹបខ្លារខិនគឺមានវិន័យនៅពេលដែលមិនទាន់មានសមិទ្ធផលអីទេគឺមិនអាចមានស្នេហាបានទេបាទអាហ្នឹងច្បាប់របស់ខ្ញុំច្បាប់របស់ក្លឹបអញ្ចឹងគាត់ធ្វើតាមក៏អ្នកផ្សេងដែលធ្វើតាមក៏នៅអ្នកដែលមិនធ្វើតាមក៏គាត់ចេញអញ្ចឹងឡុងអាដាគាត់សម្រេចចិត្តថាគាត់ទៅនៅជាមួយស្នេហារបស់គាត់អញ្ចឹងមានថាគាត់សម្រេចចិត្តចេញដោយខ្លួនឯងទេគាត់សម្រេចចិត្តតាហើយរយៈពេល4ប្រកួតចុងក្រោយដែលគាត់ធ្វើគីឡូមិនបានទាំងអស់ទាំង PNN ទាំងថោនហ្នឹងគឺគាត់ឈប់ហាត់ហើយបាទគាត់ឈប់ហាត់ហើយពី3ប្រកួតចុងក្រោយដែលនៅថោនវាយ40កវ៉ាត់នេះគឺគាត់វាយប្រគ្រប់កិច្ចទេគាត់អត់ធ្វើគីឡូទេបាទគីឡូណាត់វាយ65គាត់គីឡូ75មកប្រកួតចុងក្រោយនេះ75បាទវាយប្រគ្រប់កិច្ចទេអញ្ចឹងគាត់ដឹងខ្លួនគាត់ថាគាត់ចប់ភារកិច្ច40កវ៉ាត់នេះហើយគឺគាត់ឈប់ហើយខ្ញុំក៏បានប្រាប់គាត់ដែរថាឈប់ចាស់ហើយរកការងារធ្វើផ្សេងចាស់បាទបើមិនគ្រប់វិន័យក្លឹបអញ្ចឹងគាត់ក៏សម្រេចចិត្តទៅហើយខ្ញុំចង់បញ្ជាក់ថាមិនគាត់ដោយសារគាត់ចាញ់ទេព្រោះកីឡាករណាក៏ចាញ់ដែរគេចាញ់គូក្លឹបអ្នក grade A ក្នុងស្រុកខ្មែរចាញ់គោកអញ្ចឹងកីឡាវាមានចាញ់មានឈ្នះខ្ញុំមិនពីបញ្ហាឈ្នះយើងដឹងថាយើងខ្លាំងឯគេអញ្ចឹងយើងបន្ថែមអាវុធហ្នឹងហើយចាញ់តែយើងខ្វះខាតឯគេយើងត្រូវបន្ថែមកន្លែងខ្វះខាតអាហ្នឹងរឿងវាតែប៉ុណ្្នឹងឯងកីឡាប៉ុន្តែរឿងវិន័យគ្រួសារមានវិន័យគ្រួសារក្លឹបមានវិន័យក្លឹបដែរអូខេអញ្ចឹងសម្រាប់អាដាអត់ទាន់អាចបើនិយាយចំគឺមិនទាន់អាចមានស្នេហាបានបើជ្រើសរើសយកស្នេហាគឺខ្ញុំអត់ឲ្យហាត់ទេពាក្យនេះខ្ញុំតែឃើញលោកគ្រូមានប្រសាសន៍តាំងពីអើយមកបាទនៅក្នុងវីដេអូមួយណាក៏លោកគ្រូលើកហេតុផលមួយនឹងដែរបាទស្នេហាធ្វើឲ្យពេលខ្លះរុញច្រានឲ្យយើងគេហៅថាទាញយើងធ្លាក់ទឹកតែម្ដងអត់ទេខ្ញុំនៅតែឆ្ងល់ថាទាំងកីឡាករទាំងនេះសម្រាប់ក្លឹបខ្ញុំឯណាទាំងកីឡាករទាំងបងប្អូននារីគាត់ស្រឡាញ់គ្នាមូលហេតុដែលខ្ញុំដាច់មិនឲ្យគាត់មានស្នេហាឲ្យតែមានស្នេហាគឺកីឡាករខ្ជិលហាត់ហ្មងហើយលួចដើរយប់ប្រសាទដូចវងគោអញ្ចឹងបាទសម្រាប់ក្លឹបខ្ញុំឲ្យតែមានស្នេហាគឺគាត់លួចដើរយប់គាត់អត់ចូលក្លឹបទេហើយគាត់អត់ហាត់ទេគឺមិនដឹងមិនដេកអោបគ្នាអត់ហាត់ហ្មងនិយាយទៅដេកអោបគ្នាអត់អញ្ចឹងបាទខ្ញុំផ្ដាច់មិនឲ្យមានស្នេហាទេហើយលើកលែងតែគាត់មានសមិទ្ធផលហើយគាត់មានតម្លៃខ្លួនអាចត្រត្រង់ខ្លួនឯងត្រត្រង់គ្រួសារបានហើយអញ្ចឹងយើងបើគាត់មាន
លោកគ្រូដឹងសាច់រឿងនឹងប្រហែលជាក្នុងប្រមាណខែដែរទម្រាំលោកគ្រូគិតថាអាចនឹងបញ្ចប់គាត់ហើយណាមួយលោកគ្រូមិនបញ្ចប់គាត់ដោយនេះទេដោយសារគាត់ព្យាយាមគាត់ទៅដោយខ្លួនឯង បាទគាត់មានជំរឿសរបស់គាត់បើគាត់ផ្ដាច់ពីស្នេហាគាត់នៅហាត់គាត់នៅវាយបន្តហើយបើគាត់យកស្នេហាគឺខ្ញុំអត់ឲ្យហាត់តែប៉ុណ្្នឹងឯងហើយរយៈពេលដែលដឹងគឺ3ខែចុងក្រោយឃើញការវឹកហាត់របស់គាត់លែងមានកម្លាំងក្នុង ចង្អុលទៅបាន10 បាទហើយបើនិយាយពីការដឹងគឺដឹង3ខែចុងក្រោយនេះឯង3ខែចុងក្រោយនេះខ្ញុំឃើញឡុងអាដាបាត់បង់ធម្មពលព្រោះឡុងអាដាកីឡាករហាត់ឡើងទឹកហើយស្វិតព្រោះអាវុធគាត់យឺតតិចមែនតែគាត់ហាត់ឡើងទឹកហើយគាត់នៅក្មេងនេះគាត់អាយុទៅ8 10ឯង8 10អាចឆើត9 10 20ហ្នឹងឯងអញ្ចឹងឡុងអាដាទៅ8 10ទេហើយគាត់និយាយទៅពីតូចមករហូតពីចាប់ដើមមកគឺឡុងអាដាដែរខុសហ្មងឡុងអាដាគឺមិនដែរខុសហ្មងនិយាយទៅគាត់ដឹងតែហាត់ចប់គាត់មកនៅក្នុងក្លឹបគាត់លេងហ្គេមលេងអីបងប្អូនគាត់ទៅគាត់ដេកហាត់និយាយទៅដឹងតែពីហាត់ហ្មងគាត់និយាយទៅមិនមែនមនុស្សធំទេគាត់ទៅធំឆ្នាំហ្នឹងទេឡុងអាដាទៅធំឆ្នាំហ្នឹងទៅពេញកន្លះឆ្នាំហ្នឹងទេបាទអញ្ចឹងហើយបានម្ដងខ្ញុំផ្ដល់ខ្ញុំប្រាប់ថាខ្ញុំប្រាប់ឲ្យគាត់កែផ្ដាច់ទៅអញ្ចឹងម្ដងហើយម្ដងទៀតរហូតដល់ខ្ញុំអស់ទ្រាំបាទហើយរហូតដល់គាត់ខ្លាចជាគូឯកនៅ PNN គាត់ធ្វើគីឡូឲ្យគេអត់បានគាត់អត់ធ្វើគីឡូឲ្យគេបាទណាត់ហើយគីឡូតាក់ទងគីឡូកីឡាកររបស់ក្លឹបខ្លារខិនគឺខ្ញុំអត់បខំទេខ្ញុំសួរកីឡាករឥឡូវឈរវាយនៅគីឡូណាធ្វើគីឡូហ្នឹងទេគេឲ្យបានអត់ខ្ញុំអត់ប្រកាន់ថាវាយត្រូវវាយ65ត្រូវវាយ63អត់ទេប៉ុណ្ណាក៏ដោយវាយគីឡូណាក៏ដោយឲ្យតែវាយកើតគិតខ្លួនឯងថាវាយកើតអូខេធ្វើឲ្យគេទៅអញ្ចឹងណាតែឡុងអាដា4ហើយមួយរយៈមុនក៏គាត់ដែរពិបាកដែរទើបតែ3ខែចុងក្រោយហ្នឹងទេទើបតែចាប់ផ្ដើមមានស្នេហាហ្នឹងទេ អញ្ចឹងមានន័យថាលោកគ្រូផ្ដល់ឱកាសឲ្យគាត់រហូតលោកគ្រូដឹងផ្ដល់ឱកាសមិនដាច់ហាងការភ្លាមទេ កូនសិស្សយើងទៅសម្លាប់គាត់ធ្វើអីគ្រប់កូនសិស្សទាំងអស់គឺយើងចង់ឲ្យគាត់មានបានតែដោយសារតែគាត់ថាគាត់សម្រេចចិត្តយកផ្លូវហ្នឹងអញ្ចឹងយើងក៏ឲ្យគាត់ទៅបាទឲ្យគាត់ទៅវាជាជំរឿរបស់គាត់ ចុះលោកគ្រូបើសិនជាថ្ងៃណាមួយបើសិនជាគាត់គិតចង់វិលមកវិញនៅថ្ងៃណាមួយដែលលោកគ្រូគិតថាអាចនឹងមានពេលវេលាឲ្យគាត់វិញមកវិញបានទេបើសិនជាគាត់មកវិញតើលោកគ្រូទៅធ្វើកិច្ចសន្យាយ៉ាងម៉េចខ្លះជាមួយនឹងគាត់ ខ្ញុំបានប្រាប់គាត់ហើយថាឡុងអាដាបើគាត់ត្រឡប់មកវិញគាត់លាងខ្លួនឲ្យស្អាតសិនលាងខ្លួនឲ្យផុតពីស្នេហាសិនចាំមកក្លឹបចាំមករកការងារបដាលវិញបាទតែបើនៅមានស្នេហាគឺមិនបាច់មកទេបាទមិនបាច់មកទេតែបើគាត់អត់មានស្នេហាគាត់លាងខ្លួនស្អាតពីស្នេហាហើយគាត់មកវិញបានបាទហើយយកលុយតែ500មកដង្កល់មកបានហើយបាទ500មកដង្កល់លោកគ្រូសុំសួរមួយចំណុចទៀតអារម្មណ៍លោកគ្រូពេលដែលជាមួយនឹងឡុងអាដាហើយនឹងឡុងអាឆើតណាពេលដែលឡុងអាដាអត់ទាន់កើតរឿងហ្នឹងបាទតើឡុងអាឆើតពីមុនមកលោកគ្រូគិតថាអាចពីរអ្នកហ្នឹងអាចសង្ឃឹមអ្នកណាដែលគិតថាឈានទៅមុខជាងគេព្រោះប្រវត្តិឡុងអាដាក៏ល្អប្រវត្តិឡុងអាឆើតក៏ល្អតែអាឆើតល្អបូកនឹងអាក្រក់ដែរបាទនិយាយទៅដូចគ្នាគាត់ឆ្លងកាត់ភាពយុវវ័យដូចគ្នាឡុងអាឆើតគាត់ទៅគាត់រត់តែហ្នឹងបាទរត់តែគាត់ទៅចុងក្រោយគាត់អស់ជំរឿសរបស់គាត់ត្រឡប់មកវិញគាត់យកលុយមកបង់ក្លឹបបាទយកលុយមកបង់ក្លឹបអាហ្នឹងឡុងអាឆើតបាទហើយដល់ពេលឡុងអាដាឥឡូវគាត់ទៅបាត់ទៀតអញ្ចឹងចង់មិនចង់តើគាត់លាងខ្លួនឲ្យស្អាតដោយអាឆើតត្រឡប់មកវិញយកលុយមកបង់ក្លឹបធម្មតាបាទអាហ្នឹងជាជំរឿសរបស់គាត់តែអ្វីដែលខ្ញុំគិតថាល្អអ្នកទាំងពីរល្អដូចគ្នាគាត់ថាឡុងអាឆើតគាត់គីឡូ60ឡុងអាដាអាចនឹងគីឡូ65ទៅគីឡូ67ហើយទាំងពីរអ្នកនេះបើគាត់ចាប់ដៃគ្នាគឺម្ដាយគាត់រស់ស្រួលម្ដាយគាត់នៅក្នុងក្លឹបខ្ញុំអត់ឲ្យគាត់ធ្វើអីទេខ្ញុំឲ្យគាត់នៅគ្រាន់បានជាចាស់ជាទុំឯងមួយខែខ្ញុំឲ្យគាត់400000ហើយមកហូបខ្ញុំអត់ឲ្យគាត់ធ្វើប៉ុន្តែគាត់ធម្មតាទេគាត់ចង់ធ្វើគាត់វាជារឿងធម្មតាមនុស្សចាស់ដែលគាត់នៅណាគាត់ចង់តែស្អាតគាត់ចង់តែធ្វើមកហូបឲ្យកូនចៅគាត់មើលទៅយ៉ាងទឹះអីចឹងទឹះអីគាត់ធ្វើនឹងទៅគាត់ធ្វើតែជាក់ស្ដែងគឺខ្ញុំអត់ឲ្យគាត់ធ្វើទេមួយខែខ្ញុំឲ្យគាត់100ខ្ញុំមួយខែខ្ញុំឲ្យគាត់400000បាទអាហ្នឹងគ្រាន់តែឲ្យគាត់មកសម្រាប់តែមើលការខុសត្រូវកូនគាត់ផងហើយនៅបានជាចាស់ជាទុំក្នុងក្លឹបផងបាទអាហ្នឹង
ការពិតគឺបែបហ្នឹងប៉ុន្តែឥឡូវនេះឡុងអាដាគាត់ទៅហើយអញ្ចឹងនៅសល់ឡុងអាឆាតប៉ុន្តែអាឆាតគាត់ចេះគិតហើយឡុងអាឆាតគាត់មានសមិទ្ធផលនៅក្នុងដៃមានសក្តិវត្តហើយថ្មីត្បិតតែគាត់មិនទាន់មិនអាចឲ្យគាត់មានស្នេហាប៉ុន្តែឥឡូវនេះគឺក្នុងគណៈពេលដែលគាត់កំពុងតែប្រមូលផលអញ្ចឹងឡុងអាឆាតគាត់ចេះគិតខ្លួនឯងណាបាទគាត់ចេះគិតខ្លួនឯងហើយសង្ឃឹមថាគាត់នឹងខំប្រឹងឡើងឲ្យអស់ឲ្យដល់គោលដៅនៃក្តីសម័យរបស់គាត់ពីព្រោះកម្រិតប្រព័ន្ធនេះគឺយើងអត់ទាន់ថាចេញជាផ្លែជាផ្កាជាដុំកពូនទេតែយើងអាចប្រកួតបានហើយបាទអញ្ចឹងឡុងអាឆាតត្រូវខំជានឹងលឿននឹងទៀតដើម្បីឲ្យខ្លាយជាកីឡាករ grade A ទៅប្រកួតក្នុងកម្មវិធីធំអញ្ចឹងឡុងអាដាក៏មានឱកាសដែរប៉ុន្តែដោយសារឥឡូវគាត់សម្រេចចិត្តអញ្ចឹងគាត់ទៅចោះហើយបើគាត់រកការងារផ្សេងធ្វើក៏ល្អដែរពីព្រោះខ្ញុំឮនេឆានថាលះបង់ចោលទៅព្រោះគាត់ផ្លូវហ្នឹងគាត់ដើរឆ្អែតដែរនេឆានណាត្រឡប់មកហាត់វិញទៅសម័យកាលនេះបណ្ដាលកំពុងរលួយបានតែឡុងអាដាថាអត់ទេរកការងារធ្វើឲ្យបានថ្លៃដែរអញ្ចឹងតាមសំណឹងបាទលោកគ្រូមិនបានប្រហែលទៅដល់មេឆានខ្ញុំសើមិញក៏បានមកដល់នេះហើយខ្ញុំបានសភាមេឆានដែរគាត់ថាផ្លូវនេះផ្លូវគាត់ដើរហើយអស់ហើយអញ្ចឹងមនុស្សតធ្លាប់ខូចតែលេងឡងកដាក៏អត់ធ្លាប់ខូចទេហើយចាំមើលមកខ្សលរបស់គាត់មើលបានទៅដល់ណាខ្ញុំដឹងថាអានេះវាជាភាពយុវវ័យរបស់គាត់ទេបាទអាយុទៅ7 8 10ហ្នឹងបាទហើយគាត់គីឡូប៉ុណ្ណឹងហើយម្យ៉ាងគាត់មិនដែរខុសផងឡុងកដាដែរខុសទេអត់ដែរខុសទេគាត់ដឹងតែហាត់ហើយនៅក្នុងក្លឹបនិយាយទៅសិស្សនៅក្នុងក្លឹបខ្ញុំអាចនិយាយបានថាសិស្សរបស់ខ្ញុំគឺខ្ញុំអាចនិយាយថាលេខ1មកនិយាយពីទំនាក់ទំនងនៃការរាប់អានឆ្លាញ់បងប្អូនក្នុងក្លឹបគឺគាត់ទៅឆ្លាញ់គ្នាអត់និយាយទៅបើគាត់មកកែកគ្នារៀងតឹងទៅស្អែកកបន្តិចគាត់ដើរចេញរៀងខ្លួនហ្នឹងបាទមកវិញគាត់ហៅរាប់អានបងប្អូនគាត់ធម្មតាគាត់ចេះឆ្លាញ់ហើយគាត់ចេះចែកម្លែកណាបាទលោកគ្រូឥឡូវបន្ទាប់ពីបញ្ចប់រឿងអាដាមួយបាទរឿងអាក្រក់ឥឡូវចូលមករឿងល្អបន្តិចឃើញថាដូចជាមានការទទួលកូនសិស្សដូចជាមានបានខ្សែក្បាត់ហើយដូចជាមានការទទួលបានពៀនហើយជាពិសេសនោះគឺបានប្រកួតទៅបានលុយបណ្ណើសគេហៅថាលុយសម្រាប់លើកទឹកចិត្តពី sponsor បាទមានអីខ្លះដែរលោកគ្រូដូចជាចុងឆ្នាំនេះខ្ញុំទទួលបានគួរសមអាចទទួលយកបាន13នាក់ខ្ញុំចាញ់តែ1 13ថាចាញ់2ចុះទាំងឡុងអាដាប៉ុន្តែសរុបទៅគឺឡុងអាដាគាត់ដឹងថាគាត់ចាញ់ហើយពីព្រោះគាត់អត់ហាត់ទេគាត់មកវាយគ្រប់កិច្ចទេអញ្ចឹងណាអាហ្នឹងឡុងអាដាតែមួយទៀតយកតាក់ខួយគាត់ចាញ់បន្ទុកបាទតែក្រៅពីហ្នឹងគឺផ្ដួលសន្លប់6បាទហើយក្រៅពីហ្នឹងឈ្នះបន្ទុកហើយអ្វីដែលសំខាន់គឺថ្នាលរបស់ខ្ញុំទទួលបានខ្សែក្រវ៉ាត់មួយខ្សែបាទចូលក្លឹបដើម្បីជាកាដូសម្រាប់ឆ្នាំថ្មីបាទហើយចំណែកឯដុំដែកគឺបាទដុំដែកថ្នាលបាន2ឥឡូវខ្ញុំគិតថាថ្នាលចាប់ផ្ដើមបានផ្លែបានផ្កាហើយសម្រាប់ក្លឹបខ្លារខិនគូផ្សំនឹងកីឡាករជួមុខគាត់អ្នកជួយ Grade A នៅក្នុងក្លឹបមានឡុងចិនឡុងអាឆើតឡុងពិសិដ្ឋឡុងខេតបាទសិស្សច្បងទាំងអស់នៅក្នុងក្លឹបដែលរបស់ក្លឹបផ្ទាល់ណាបាទមានមកបន្តទៀតគឺមានជៀងហុងមានសុធីមានក្លឹមខ្មៅតែគាត់ចូលមកជួយដែរអញ្ចឹងគាត់ចេះសហការគ្នាទៅវាធ្វើឲ្យសិស្សប្អូនហ្នឹងកើនសមត្ថភាពបាទអរគុណច្រើនលោកគ្រូអរគុណបាទលោកគ្រូហើយនេះបងប្អូនមកគឺជាការមានប្រសាសន៍របស់លោកគ្រូបាទរីគីគឺបងប្អូនគ្រាន់តែឃើញគាត់ផុសបងប្អូនរីកមិនទៅអត់ទាន់ដឹងថាបញ្ជាក់ពីរូបភាពនឹងបែបណាឥឡូវនៅក្នុងវីដេអូនេះលោកគ្រូបានបញ្ជាក់អស់ហើយរឿងដែលលោកគ្រូបង្ហោះនេះគឺសុទ្ធតែសាច់រឿងនៅពីក្រោយខ្នងនេះទាំងអស់បាទមិនមែនមួយថ្ងៃមិនមែន2ថ្ងៃលោកគ្រូធ្វើបែបហ្នឹងទេទុកពេលវេលារហូតដល់3ខែហើយណោះបាទឲ្យនិយាយទៅឲ្យតែគាត់កែខ្ញុំក៏ចង់ឃើញកូនសិស្សរបស់ខ្ញុំមានផ្ទះស្អាតមានផ្ទះនៅមានឡានជិះទំនើបដែរខ្ញុំក៏ចង់ឃើញខ្ញុំចង់ឃើញកូនសិស្សខ្ញុំវេទនាបាទអរគុណច្រើនលោកគ្រូអរគុណបាទ